មកស្គាល់កង្វេឬព្រះអង្គុបករណ៍បុរាណសម្រាប់បញ្ជាដំរីបច្ចុប្បន្នសឹងតែបាត់វត្តមានទៅហើយកង្វេឬដែលពាក្យរាជសព្ទហៅថាព្រះអង្គុនេះជាអាវុធពិសេសដែលទេវតាឆ្នាំថ្មីឆ្នាំនេះនោះគឺព្រះនាងគិរណីទេវីទ្រង់កាន់នឹងព្រះហស្ថស្ដាមថ្ងៃនេះយើងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់រូបភាពចាស់និងរូបចម្លាក់បុរាណអំពីកង្វេតែបុព្វបុរសខ្មែរយើងប្រើប្រាស់សម្រាប់កាប់កត់គៀងដំរីតាំងពីសម័យបុរាណរៀងមកដល់បច្ចុប្បន្នកង្វេមានច្រើនប្រភេទនិងមានរូបសន្តានផ្សេងពីគ្នាទៅតាមសម័យកាលនៅសម័យបុរាណគេនិយមប្រើប្រាស់កង្វេដែលមានចុងស្រួចដូចចុងខ័ណ្ឌឬលំពែងពិសេសក្នុងកំឡុងសឹកសង្គ្រាមគេនិយមប្រើប្រាស់កង្វេមួយប្រភេទទៀតដែលមានដងវែងហើយខាងចុងមានបំពាក់ជាចុងដាវស្រួចអាចប្រហារសត្រូវបានដោយងាយហៅថាដាវកង្វេនេះក៏រាប់ចូលជាព្រះរាជសាស្ត្រាវុធរបស់ព្រះមហាក្សត្រផងដែរដែលតាមរាជសព្ទគេឲ្យឈ្មោះថាជាព្រះទម្រង់អាស័យអង្គសាព្រះទម្រង់អាស័យអង្គសានេះនៅពេលព្រះមហាក្សត្រស្ដេចយាងចេញធ្វើសឹកសង្គ្រាមបង្ក្រាបពួកប្រជាមិត្តប្រសិនបើស្ដេចយាងបាញ់ជាព្រះទីនាំងជេនត្រដោយផ្ទាល់ព្រះអង្គស្ដេចទ្រង់នឹងប្រើប្រាស់ព្រះទម្រង់អាស័យកង្វេនេះដើម្បីបញ្ជាដំរីផងប្រហារប្រជាមិត្តផងកង្វេឬអង្គុនេះត្រូវបានគេរាប់ជាវត្ថុស័ក្តិសិទ្ធិជាវត្ថុមង្គលមួយក្នុងចំណោមវត្ថុមង្គលទាំង8អដ្ឋមង្គលរបស់សាសនាព្រាហ្មណ៍ហើយក៏ជាអាវុធពិសិដ្ឋរបស់ព្រះគណេសទេពអ្នកកម្ចាត់ឧបសគ្គផងដែរហេតុនេះហើយបានជាបណ្ដាអ្នកមានជំនឿលើមន្តអាគមឬអ្នកដែលធ្លាប់បានដឹងបានសិក្សាគម្ពីរវេទទាំងឡាយគោរពបូជាកង្វេខ្លាំងណាស់កង្វេត្រូវបានគេសម្គាល់ថាជាវត្ថុតំណាងឲ្យអំណាចការគ្រប់គ្រងបញ្ជាការប្រៀបបីដូចជាដំរីបញ្ជាទៅលើដំរីដែលជាស្ដេចសត្វក្នុងព្រៃដូច្នោះដែរ